Audio Jungle. Audio Jungle. គ្រោះថ្នាក់ចរាចរណ៍មិនបានរសាត់ផុតទៅតាមឆ្នាំចាស់ 2025 នោះឡើយត្រឹមតែមួយសប្តាហ៍ដើមឆ្នាំ 2026 នេះមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបន្តកើតឡើង 65 ករណីបណ្ដាលឲ្យមានមនុស្សស្លាប់ 35 នាក់និងរងរបួសធ្ងន់ស្រាល 117 នាក់នេះបើតាមលោកទូសខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបើតាមអ្នកនាំពាក្យរងករណីគ្រោះថ្នាក់ចរាចរណ៍នោះរួមមាននៅថ្ងៃទី 1 មករាមាន 16 ករណីស្លាប់ 9 នាក់របួស 38 នាក់ថ្ងៃទី 2 មាន 9 ករណីស្លាប់ 6 នាក់របួស 13 នាក់ថ្ងៃទី 3 មាន 7 ករណីស្លាប់ 3 នាក់របួស 8 នាក់ថ្ងៃទី 4 មាន 8 ករណីស្លាប់ 3 នាក់របួស 9 នាក់ថ្ងៃទី 5 មាន 8 ករណីស្លាប់ 4 នាក់របួស 28 នាក់ថ្ងៃទី 6 មាន 8 ករណីស្លាប់ 3 នាក់របួស 14 នាក់និងថ្ងៃទី 7 មាន 9 ករណីស្លាប់ 7 នាក់របួស 7 នាក់គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាដើមសប្តាហ៍ឆ្នាំថ្មីនេះបើតាមលោកទូសខៈគឺមាននៅតាមមូលដ្ឋានជាអាតរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ស្ពឺព្រះសីហនុកំពតកែបតាកែវបាត់ដំបងប៉ៃលិនកោះកុងបន្ទាយមានជ័យសៀមរាបព្រះវិហារស្ទឹងត្រែងរតនគិរីក្រចេះត្បូងឃ្មុំកំពង់ចាមនិងខេត្តស្វាយរៀងAudio Jungle. Audio Jungle.